មនុស្សគ្រប់គ្នាតែងតែមានហេតុផលដើម្បីគាំទ្រគំនិតរបស់ខ្លួនប៉ុន្តែមនុស្សមួយចំនួនតែងតែយកហេតុផលទាំងអស់នោះជាលេសនៅក្នុងការមិនទម្លាក់អំនួតដែលខ្លួនមានឃ្លាមួយលើកឡើងថាអ្នកមិនមែនជាជនរងគ្រោះដ៏អភ័ព្វរបស់គំនិតខ្លួនឯងនោះឡើយប៉ុន្តែអ្នកគឺជាម្ចាស់នៃចិត្តរបស់អ្នកទៅវិញទេការដែលអាចគ្រប់គ្រងគំនិតរបស់ខ្លួនឯងតាមវិថីនៃការរស់នៅទើបអ្នកនឹងក្លាយទៅជាបុគ្គលដែលខ្លាំងពុំមានសត្រូវណាមួយអាចមកបំបាក់អ្នកបាននោះឡើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាការទូន្មានចិត្តដែលសង្កត់សង្កិនបានដោយលំបាកជាធម្មជាតិរហ័សមានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នាក្នុងអារម្មណ៍ណាមួយរមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេចព្រោះថាចិត្តដែលគេវឹកវើបានហើយរមែងនាំមកនៅសេចក្តីសុខគ្រប់ហេតុផលពុំមែនសុទ្ធតែត្រឹមត្រូវហើយគ្រប់ការត្រឹមត្រូវពុំមែនសុទ្ធតែមានហេតុផលទាំងអស់នោះទេពិតឬคล้ายនៃចិត្តមនុស្សគឺខ្លួនឯងដែលមានអំណាចក្នុងភាពប្រកបប្រជាផ្ទុយទៅវិញបើខ្លួនខ្លាំងផ្នែកគំនិតស្មារតីនេះហើយអ្នកដតីរមែងមានភាពលំបាកនៃការវាស់ស្មានអំពីខ្លួនទីតីខុសពីខ្លួនគេផ្ទាល់ជីវិតគឺជាការកំណត់គោលដៅដោយខ្លួនឯងពុំមែនអ្នកដតីឯណាមកកំណត់ឲ្យយើងដូច្នោះហើយកុំប្រើប្រាស់ហេតុផលលេសដើម្បីគេចវេះអំពីគោលដៅដោយខ្លួនត្រូវដើរមានឃ្លាមួយបានលើកឡើងថាមនុស្សដែលមានគោលដៅច្បាស់លាស់នឹងធ្វើដំណើរយ៉ាងរលូនសូម្បីតែធ្វើដំណើរនៅលើផ្លូវរដប់ក៏ដោយមនុស្សគ្មានគោលដៅនឹងធ្វើដំណើរយ៉ាងលំបាកសូម្បីតែធ្វើដំណើរនៅលើផ្លូវដ៏រលោងស្រិលក៏ដោយផ្លាស់ប្ដូរហេតុផលមិនប្រក្រតីឬក៏ផ្លាស់ប្ដូរគោលដៅមិនប្រក្រតីឲ្យคล้ายទៅជាគោលដៅដ៏ប្រឆាំងក្នុងដំណើរជីវិតនោះអ្នកនឹងទទួលបានអំណោយពីគំនិតដ៏មហិមាសម្រាប់ការអនុវត្ត